កាលពីយូរលង់ណាស់មកហើយត្រង់មាត់ទន្លេដ៏ស្ងាត់ជ្រងំមួយមានសត្វភេពីរនាក់គឺឆននិងសាក់កំពុងឈរអត់ធ្មត់រង់ចាំចាប់ត្រីធ្វើជាអាហាររំពេចនោះឆនក៏បានប្រទះឃើញត្រីដ៏ធំសម្បើមមួយកំពុងហែលក្បែរច្រាំងដោយមិនបង្អង់យូរឆនក៏លោតចុះទៅយ៉ាងលឿនហើយចាប់បានចំកន្ទុយត្រីនោះតែម្ដងប៉ុន្តែត្រីនោះមានកម្លាំងខ្លាំងក្លាណាស់វាបានអូសទាញឆនឲ្យអណ្ដែតទៅតាមទឹកឆនក៏ស្រែកហៅមិត្តរបស់ខ្លួនថាសាក់មកជួយគ្នាត្រីនេះធំណាស់ល្មមសម្រាប់យើងពីរនាក់ហើយសាក់ក៏លោតចុះទៅក្នុងទឹកភ្លាមហើយអ្នកទាំងពីរក៏រួមគ្នាចេញកម្លាំងអូសទាញត្រីដ៏ធំនោះឡើងមកលើគោកបានដោយជោគជ័យនេះគឺជាលទ្ធផលនៃការសាមគ្គីគ្នាពេលដែលត្រីនៅលើគោកហើយឆនក៏និយាយថាតោះយើងចែកត្រីនេះជាពីរចំណែកខ្ញុំចង់បានចំណែកខាងក្បាលសាក់ក៏ឆ្លើយតបវិញភ្លាមថាឯងមិនអាចយកខាងក្បាលបានទេព្រោះវាជារបស់ខ្ញុំការខិតខំរួមគ្នារបស់ពួកគេបានផ្លាស់ប្ដូរទៅជាការឈ្លោះប្រកែកគ្នាតើចំណែកណាដែលស័ក្តិសមសម្រាប់អ្នកដែលចាប់មុនតើចំណែកណាដែលស័ក្តិសមសម្រាប់អ្នកដែលមកជួយនៅពេលនោះសត្វចចកមួយក្បាលឈ្មោះរិទ្ធដែលដើរក្បែរនោះក៏បានឮសំឡេងភេទាំងពីរកំពុងប្រកែកគ្នារិទ្ធក៏ដើរសំដៅទៅរកពួកគេទាំងយឺតឃើញរិទ្ធមកដល់ភេទាំងពីរក៏ស្រែកព្រមគ្នាថាអូសំឡាញ់រិទ្ធយើងចាប់ត្រីនេះបានប៉ុន្តែចែកគ្នាមិនដាច់សោះតើឯងអាចជួយបែងចែកឲ្យយើងទាំងពីរបានទេរិទ្ធព្រមទទួលរួចក៏ចាប់ផ្ដើមបែងចែកត្រីនោះរិទ្ធបានកាត់ផ្ដាច់ផ្នែកកន្ទុយត្រីចេញហើយប្រគល់ឲ្យទៅឆនដែលជាភេចាប់មុនបន្ទាប់មកវាបានកាត់ផ្ដាច់ផ្នែកខាងក្បាលត្រីដែលមានសាច់តិចជាងហើយប្រគល់ឲ្យទៅសាក់ចំណែកឯកណ្ដាលត្រីដែលជាផ្នែកធំជាងគេហើយមានសាច់ច្រើនបំផុតក៏នៅសល់សម្រាប់រិទ្ធតែឯងរិទ្ធក៏និយាយទៅកាន់ភាទាំងពីរថាឥឡូវនេះពួកឯងអាចស៊ីកន្ទុយនិងក្បាលដោយគ្មានចំនួនបានហើយតើនេះជាយុត្តិធម៌ឬគ្រាន់តែជាល្បិចរបស់ចចកនិយាយចប់រិទ្ធក៏រត់ចេញទៅយ៉ាងលឿនដោយពាំនាំសាច់ត្រីដ៏ធំទៅជាមួយភេទាំងពីរគ្មានអ្វីនឹងថ្លែងត្រឹមតែឈរសម្លឹងមើលគ្នាទៅវិញទៅមកដោយភាពអស់សង្ឃឹមពួកគេបានឈ្លោះប្រកែកគ្នាដោយសារភាពលោភលន់ចង់បានចំណែកល្អជាងហើយទីបំផុតក៏ត្រូវបាត់បង់ចំណែកដ៏សំខាន់ទៅឲ្យភាគីទី3នេះហើយជាមេរៀនដ៏សំខាន់ការឈ្លោះប្រកែកគ្នាដើម្បីតែចំណេញតិចតួចអាចបើកឱកាសឲ្យអ្នកដទៃទាញយកប្រយោជន៍ដ៏ធំពីយើងបាន